នភាពព្រំដែនរវាងថៃនិងកម្ពុជាហាក់កាន់តែតានតឹងឡើងបន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរកំពុងតែប្រកាន់ជំហរយ៉ាងរឹងប៉ឹងរៀងខ្លួនមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគឬក៏ RBC ដែលក្រុងធ្វើឡើងនៅថ្ងៃទី10ដល់12ខែតុលាឆ្នាំ2025មេភូមិភាគទី1របស់ប្រទេសថៃលោកវរយុទ្ធភូមិសវណ្ណបាននិយាយនៅថ្ងៃទី6ខែតុលាឆ្នាំ2025ថាថៃសម្រេចថានឹងមិនចូលរួមកិច្ចប្រជុំនេះទេលុះត្រាតែយុទ្ធភូមិភាគទី5របស់កម្ពុជាដាក់ផែនការបណ្ដេញជនស៊ីវិលខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទជាមុនសិនក៏ប៉ុន្តែយុទ្ធភូមិភាគទី5កម្ពុជាបានបញ្ជាក់ច្បាស់កាលពីថ្ងៃទី5ខែតុលាឆ្នាំនេះថាគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគមិនមានសិទ្ធិកែប្រែព្រំដែនប្រទេសទេហើយការចរចាពីការកំណត់ខណ្ឌសីមាត្រូវតែបន្តតាមរយៈយន្តការដែលមានស្រាប់ការរុញចោលទៅវិញទៅមកនេះបង្ហាញពីការកើនឡើងនៃការប្រឈមមុខដាក់គ្នាដែលបានអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍នៅតាមព្រំដែនខេត្តស្រះកែវរបស់ថៃនិងខេត្តបន្ទាយមានជ័យរបស់កម្ពុជាបង្កឡើងពីការទន្ទ្រានដាក់បន្លាលួសហុំព័ទ្ធយកផ្ទះសម្បែងនិងដីធ្លីរបស់ពលរដ្ឋខ្មែរពីសំណាក់យោធាថៃដោយភាគីទាំងពីរប្រកាន់ជំហររៀងខ្លួនកិច្ចប្រជុំ RBC កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលភាពជាប់ទាំងនេះគំរាមកំហែងទៅដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយចំនួនដោយសន្តិវិធីអ្នកវិភាគនិយាយថាប៉ុន្មានថ្ងៃខាងមុខគឺជាពេលវេលាដ៏សំខាន់ប្រសិនបើកិច្ចប្រជុំ RBC មិនអាចដំណើរការទៅបានភាពតានតឹងអាចកាន់តែខ្ពស់